អ្នកដែលកើតមកជាអ្នកធ្វើអាជីវកម្មចង់ធ្វើ business គឺគាត់កើតមកគឺសម្រាប់ business ហើយអ្នកដែលកើតមកដើម្បីធ្វើការគឺគាត់ដើម្បីធ្វើការហើយយើងអត់អាចទៅបរៀនមនុស្សដែលគាត់កើតមកដើម្បីធ្វើការគេមកទៅជាតកែកើតទេហើយយើងក៏អត់អាចទៅបង្ខំអ្នកដែលជាតកែទៅធ្វើការឲ្យគេដែរពីព្រោះមនុស្សកើតមកមានផ្នត់គំនិតមកជាមួយហើយស្រាប់ហ្មងពីកំណើតអត្តចរិតហើយការដែលបដោះចាយើងមានក្របពូជអីពីក្នុងខ្លួនយើងកើតចេញមកហើយយើងត្រូវបណ្ដោះវាយើងបណ្ដោះវាទៅវារីកលូតលាស់ធំធាត់ប៉ុន្តែបើសិនជាមានក្របពូជហើយយើងអត់ចេះនៅក្នុងការបណ្ដោះថែរក្សាវាទេក្របពូជហ្នឹងគឺវានឹងខូចហើយបោះចោលតែម្ដងជាក់ស្ដែងមានអ្នកដែលគាត់មានសមត្ថភាពជាច្រើនចាដែលចង់ធ្វើអាជីវកម្មប៉ុន្តែតើមានអ្នកជួយជំរុញគឺអ្នកដែលជួយជំរុញហ្នឹងគឺជារឿងសំខាន់បំផុតពីព្រោះមនុស្សម្នាក់មានគំនិតអ្វីមួយចង់ធ្វើអត់អាចធ្វើទៅម្នាក់ឯងកើតទេគាត់ត្រូវតែមានក្រុមការងារជួយគាត់ប៉ុន្តែបើសិនបើគាត់មានក្រុមការងារជួយគាត់ធ្វើតែម្នាក់ឯងគាត់អាចធ្វើបានលុះត្រាតែគាត់ជាមនុស្សម្នាក់ដែលរឹងមាំខ្លាំងបំផុតហើយគាត់មានចំណេះដឹងរឹងមាំមួយដែលគាត់អាចជួយខ្លួនគាត់បានប៉ុន្តែបើសិនបើគាត់អត់មានចំណុចទាំងអស់នោះទេគាត់អាចចាប់ផ្ដើមម្នាក់ឯងទៅកើតទេពីព្រោះការធ្វើអាជីវកម្មនេះដូចបងប្អូនដើរចូលទៅក្នុងកន្លែងព្យុះភ្លៀងអញ្ចឹងកន្លែងព្យុះភ្លៀងដ៏ធំបើសិនជាបងប្អូនអត់បានត្រៀមខ្លួនរួចរាល់ទេសុខភាពរបស់បងប្អូនអត់ល្អទេបងប្អូនចូលទៅតាន់ទេគឺប្រកាសជាដួលនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងអ្នកធ្វើអាជីវកម្មគឺទទួលរងសម្ពាធខ្លាំងបំផុតហើយនឹងការតាំងនឹងត្រៀមខ្លួនខ្លាំងបំផុតបើសិនបើគាត់អត់មានផ្នត់គំនិតជាបុគ្គលជោគជ័យទេគាត់ចូលទៅធ្វើរកស៊ីគាត់ទៅភ្លាមគឺគាត់នឹងដួលហើយដួលតែម្ដងពីរដងគឺគាត់នឹងគិតថារបបអាជីវកម្មហ្នឹងគឺវាបញ្ហាតែម្ដងតែជាក់ស្ដែងអត់មានរបបអាជីវកម្មណាបញ្ហាទេគឺយើងខ្លួនឯងរបបមួយវាដំណើរការអត់វានៅលើយើងបងប្អូនអាចមើលឃើញជាក់ស្ដែងថាមានអ្នករកស៊ីដូចគ្នាច្រើនណាប៉ុន្តែមានអ្នកដែលគាត់ដួលច្រើនដូចគ្នាហើយក៏មានអ្នកដែលគេជោគជ័យដែរ